សូមជម្រាបសួរបងប្អូនអរគ្នានៅក្នុងវីដេអូនេះពួកយើងសូមបង្ហាញពីរបៀបឡើងកម្មវិធី Microsoft Office ឆ្នាំ2021 ចឹងដំបូងយើងត្រូវផលិត file សិនយើងមកស្ដាំលើ file ហើយយកពាក្យ extract here មកហើយនៅពេលនោះយើងទទួលបាន folder មួយចឹងនៅក្នុង folder ហ្នឹងគឺមាន file កម្មវិធីសម្រាប់ធ្វើការដំឡើងចឹង file ដែលយើងអាចដំឡើងបានគឺ file ដែលមានឈ្មោះថា install ចឹងបងប្អូនចុចលើ file ហ្នឹងទៅហើយមកស្ដាំយកពាក្យ open មកចឹងនៅពេលដែលបងប្អូនយកពាក្យ open ហើយពេលនោះផ្ទាំងកម្មវិធីនឹងបង្ហាញចឹងនៅលើផ្ទាំងកម្មវិធីនោះមានពាក្យ yes no ចឹងបងប្អូនចុចលើពាក្យ yes មកហើយបន្តមកទៀតបងប្អូនធ្វើការរងចាំដើម្បីឲ្យកម្មវិធីដំណើរការហើយធ្វើការដំឡើងចូលកុំព្យូទ័រចឹងទាក់ទងនឹងការដំឡើងលឿនឬយឺតទី1អាស្រ័យទៅលើកុំព្យូទ័រទី2អាស្រ័យទៅលើ Wi-Fi ឬក៏អ៊ីនធឺណិតដែលមាននៅទីតាំងរបស់បងប្អូនផ្ទាល់ជាក់ស្ដែងអញ្ចឹងបើសិនជាកុំព្យូទ័រឬក៏អ៊ីនធឺណិតឬក៏ Wi-Fi នឹងដំណើរការបានលឿនអញ្ចឹងសម្រាប់ការដំឡើងក៏បានលឿនរហ័សទៅតាមនឹងដែរអញ្ចឹងទាក់ទងនឹងកម្មវិធីបើសិនជាបងប្អូនមានតម្រូវការបងប្អូនអាចទំនាក់ទំនងមកកាន់ពួកយើងបានហើយយើងនឹងផ្ដល់ជូនបងប្អូនអរគ្នាអញ្ចឹងសម្រាប់កម្មវិធីយើងគឺដំឡើងជាចប់ហើយហើយនៅពេលដែលកម្មវិធីយើងដំឡើងចប់វានឹងបង្ហាញទម្រង់បែបនេះអញ្ចឹងបងប្អូនអាចចុចពាក្យ close ខាងក្រោមនេះទៅហើយជំរាបបន្តមកទៀតបើសិនជាបងប្អូនចង់បើកកម្មវិធី Word ឬក៏ Excel ដែលយើងបានដំឡើងមុនហ្នឹងបងប្អូនមើលមកក្រោមកន្លែងប៊ូតុង search បងប្អូនវាយពាក្យ Word មកហើយនៅពេលនោះកម្មវិធីនឹងបង្ហាញអញ្ចឹងបើសិនជាបងប្អូនចង់ទាញកម្មវិធី Word Excel ឬក៏ PowerPoint នឹងដាក់នៅលើ desktop បងប្អូនមើលមកក្រោមនេះបងប្អូនចុចលើពាក្យ Open File Location មកហើយនៅពេលនោះបងប្អូនអាចចុច Control នៅលើ keyboard ណាចុច Control ជាប់ទៅហើយបងប្អូនយកមកចុច select នៅលើកម្មវិធីដូចជា Word Excel ឬក៏ PowerPoint អាចទាញយកដាក់នៅលើ desktop បានអញ្ចឹងពេលដែលបងប្អូន select ហើយបងប្អូនមកស្ដាំហើយយកពាក្យ Send to Desktop មកហើយតមកយើងអាចបិទសិនហើយនៅពេលនោះកម្មវិធីនឹងបង្ហាញនៅលើ desktop ហើយអញ្ចឹងកម្មវិធី Word Excel PowerPoint ហើយសម្រាប់កម្មវិធីយើងបានដំឡើងចប់សពគ្រប់ហើយរឿងដែលយើងត្រូវធ្វើបន្តមកទៀតគឺយើងត្រូវដាក់ license ចូលព្រោះកម្មវិធីយើងដំឡើងបានហើយប៉ុន្តែគ្រាន់តែយើងមិនទាន់អាចប្រើប្រាស់បានជាផ្លូវការអញ្ចឹងរឿងដែលយើងត្រូវធ្វើបន្តមកទៀតគឺយើងត្រូវដាក់ license ចូលអញ្ចឹងនៅក្នុងវីដេអូបន្ទាប់ពួកយើងនឹងបង្ហាញពីរបៀបនៃការដាក់ license អញ្ចឹងសម្រាប់ license បើសិនជាបងប្អូនមានតម្រូវការចង់ប្រើប្រាស់ license បងប្អូនអាចទំនាក់ទំនងមកកាន់ពួកយើងបាន